អូនអរគ្នាជាទីស្រឡាញ់អ្នកនរគ្នាសុខសប្បាយបានបន្តកម្មវិធីកូនសាស្ត្របើកចិត្តញៀនជាប្រចាំសប្តាហ៍របស់យើងទៀតហើយធម្មពលនៃចិត្តគំនិតការគិតរបស់យើងតើមានវិធីសាស្ត្រកាន់តែល្អដើម្បីកែឲ្យវាកាន់តែល្អដែរអត់ជាបឋមសូមគោរពនិមន្តដល់អរសួរនៅដើម្បីចាំដេកមេរៀនដល់អ្នកនរគ្នាសូមផ្ទះតែមកលើកប់ឆ្លើងអ៊ីចាយស៊ូនីវហៅសានសូមអញ្ជើញអង្គុយចុះសូមថ្លែងគុណដល់មហាករុណាអត្តគុណឋានលើគុណធម៌ធម្មគ្រូសូមថ្លែងគុណដល់អធិរាជម៉ៅជីសូមថ្លែងគុណដល់លោកសិននៅកាន់តែអរគុណបងប្អូនអ្នកគ្នាអ្នកនរគ្នាសុខសប្បាយសុខស្ដីអ្នកនរគ្នាស៊ូនីហៅកម្មវិធីកូនសាស្ត្របើកចិត្តញៀនជាប្រចាំសប្តាហ៍របស់យើងនេះធម្មពលនៃចកំណត់នេះមេរៀននេះគឺមានគោលបំណងចង់ឲ្យដឹកនាំបងប្អូនទាំងអស់គ្នាឬក៏បងប្អូនដែលបានស្ដាប់មេរៀនខាងលើនេះហើយគឺមានការប្រើប្រាស់ចំពោះចិត្តហើយនឹងញាណនេះគឺមិនអាចលើកស្ទួយបានគឺមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះការបម្រើរនៃចិត្តកំណត់របស់មនុស្សយើងគឺជាការកំណត់នៅសុភមង្គលការសប្បាយរីករាយឬមួយក៏ឈឺចាប់របស់យើងគឺសម្រេចដោយចិត្តរបស់យើងតែប៉ុណ្ណោះក៏ប៉ុន្តែមានមនុស្សជាច្រើនគឺដោយសារតែអត់យល់អត់បានយល់ដឹងចឹងងាយស្រួលនឹងមានការប្រែប្រួលចិត្តគំនិតនៅក្នុងមជ្ឈដ្ឋានដែលបានប្រែប្រួលគឺដើរតាមបរិស្ថានមជ្ឈដ្ឋានអញ្ចឹងអត់អាចម្ចាស់ការលើខ្លួនឯងគឺដោយសារតែចិត្តគឺគំនិតរបស់យើងជាអ្នកដឹកចំហយើងគឺពិតជាសុខស្ដាយមែនតើអញ្ចឹងទីរៀនធម៌របស់យើងគឺមានផែនការអប់រំ7ឆ្នាំនៅក្នុងព្រះវិហារគឺយើងអាចរៀនតាមអនឡាញហើយក៏យើងអាចមករៀនដល់ទីកន្លែងផ្ទាល់ដែលមានព្រះវិហាររួមព្រះវិហារជាសាធារណៈឯហ្នឹងដូចជាថ្នាក់ចិនមិនបានជារៀងរាល់ថ្ងៃអាទិត្យដើមខែយើងមានមួយថ្ងៃឬក៏រៀងរាល់ថ្ងៃពុធបាទពេលយប់គឺមានមេរៀនចំនួនរយៈពេល2ម៉ោងក៏បានដែរឬក៏យើងមកទីព្រះវិហារសាធារណៈព្រះវិហាររួមជារៀងរាល់ពេលយប់យើងមកស្ដាប់ធម៌ក៏បានពេលយើងអាចចូលរួមក្នុងការរៀនធម៌ស្ដាប់ធម៌នៅក្នុងព្រះវិហារទើបអាចលើកកម្ពស់នៅចិត្តញាណរបស់យើងអញ្ចឹងការចាក់គ្រឹះដ៏ល្អសម្រាប់ឲ្យចិត្តហើយនឹងញាណរបស់យើងអញ្ចឹងមើលពេលដែលប្រែប្រួលនៅបរិយាកាសខាងក្រៅទើបបានបណ្ដាលឲ្យយើងមានការប្រែប្រួលចិត្តរបស់យើងបានអញ្ចឹងការរក្សាចិត្តញាណរបស់យើងគឺធ្វើយ៉ាងដូចនេះឯងឆ្នៃការបើកថ្នាក់សិក្សាធម៌គឺមានភាពពិសេសនិងមានអត្ថប្រយោជន៍អញ្ចឹងវាមាន15ចំណុចអញ្ចឹងឥឡូវយើងមកសិក្សាដល់នេះចំណុចទី1ទី2ទៅទី1គឺបើកពន្លឺបើកបញ្ញាយល់ច្បាស់ហេតុផលធម៌លើកកម្ពស់នៅចិត្តញាណអញ្ចឹងទី1គឺការសាងចិត្តបង្វែកយកវាសនាសបិនសុទ្ធចិត្តហើយនឹងញាណហើយរក្សាសិលគឺអាចសម្រេចធម៌ជាព្រះទេវតាមួយទៀតគឺចិត្តដ៏ទូលាយមានទស្សនៈវែងឆ្ងាយមួយទៀតគឺរក្សាសិលទាំងគ្រួសារគឺការរស់នៅប្រកបដោយសុភមង្គលអញ្ចឹងទី1ការលើកកម្ពស់ចិត្តញាណគឺអាចបង្កើនបញ្ញាហើយនឹងចំណេះដឹងធម៌តែស្អីតែយើងបានស្ដាប់ធម៌ពេលស្ដាប់ធម៌គឺយើងអាចមានការលើកកម្ពស់បញ្ញាញាណរបស់យើងហើយនឹងការចេះដឹងចំពោះធម៌ក៏មានការរីកចម្រើនច្រើនជាងមុនអញ្ចឹងការរៀនជាងរាល់សប្តាហ៍គឺយើងអាចរៀនសូត្រស្ដាប់ធម៌ចេះដឹងច្រើននៅក្នុងចិត្តញាណរបស់យើងគឺយើងមានគ្រឹះនៅក្នុងហ្នឹងហើយការរក្សាចិត្តញាណរបស់យើងគឺពឹងទៅលើទស្សនៈរបស់យើងដើម្បីមកបន្តតែយើងអាចរៀនបានគង់វង្សពេលកែប្រែហើយគឺយើងមានការបាទទទួលយកបាននៅអ្វីទាំងអស់ដោយបើកចិត្តដោយទូលាយអ្វីយើងមើលគឺមិនដូចមុនទៀតទី2គឺយើងយល់ពីកលៈទេសៈយើងមើលកលៈទេសៈឥឡូវនេះគ្រោះមហន្តរាយច្រើនសង្គ្រាមគ្រោះដោយមនុស្សបំរែបំរួលអាកាសធាតុឥឡូវនេះក៏ដល់ជួចឆ្លើយខាលថោះរងម្សាញ់មមីមួយម៉ែអញ្ចឹងដល់មមីមួយម៉ែអញ្ចឹងវកការចកលអញ្ចឹងមកដល់មមីមួយម៉ែនេះគឺអាចនិយាយថាមានបំណុលទីបំណុលមានជាបាទមាន
បំណុលកម្មគឺសងដោយបំណុលកម្មគឺដឹងថាសង្គ្រាមមិនល្អតែតែសត្វតែរឿងតិចតួចគឺបង្កើតជាសង្គ្រាមដើម្បីតែថាប្រយោជន៍ពេលដែលសង្គ្រាមកើតឡើងគឺកំថាណាគេឆេះណាគេចាញ់អ្នកបកកែអ្នកខ្សោយព្យារាសនៅក្នុងគ្រោះមហន្តរាយសង្គ្រាមគឺជាភាពគឺលំបាកមែនតើគឺគួរអាណិតអាសូរមែនតើដូច្នេះហើយក្តារស័កមួយនេះគឺបែបដូច្នេះឯងដើមមកដល់ពេលដែលឆ្លាស់វែងមួយម៉ែនេះពីមុនគឺអត់មានឡានចង់ឲ្យឡានបុកគឺមិនងាយស្រួលទេនៅតាមផ្លូវគឺយ៉ាងច្រើនគឺជាពុកជើងដួលងើបឈរដើរបានឥឡូវនេះគឺដើរមិនស្រួលឡានអាចបុកពីក្រោយយ៉ាងជាដើមហ្នឹងសម័យខ្ញុំបានមើលវីដេអូមួយគឺឡានដឹកអ្នកជំងឺរបស់យើងបាទពេលដល់ភ្លើងស្តុបហើយមានឡានអត្រៈមួយគឺមានអត្រៈហ្នឹងគឺវាមានកម្រោបាទដែលអាចឡានចាក់ដីកំដៅដឹងថាម៉េចបានជាបើកអត្រៈបើកប្រដាប់ជោគនៅឡើងមកលើដល់ពេលប៉ះចំខ្សែភ្លើងគឺអត់ដាច់ទេក៏ធ្វើឲ្យទាញកន្ត្រាក់ដល់ភ្លើងស្តុបក៏បានធ្លាក់ចុះមកគឺថានៅសល់តែ1ម៉ែត្រទៀតគឺដល់តកងឡានយើងហើយតកងឡានគឺជាគ្រូផ្សព្វផ្សាយធម៌តកោស៊ីផុសវិហារយើងនៅពេលដែលគាត់ត្រូវបានគេសម្ភាសន៍នោះគាត់ថាអរគុណដល់អត្តកន្ធលឹកគុណដល់ធម្មគ្រូគាត់មិនអាចបកស្រាយបានទេពេលដែលបកោភ្លើងនោះគឺធ្លាក់មកថានៅសល់តែ1ម៉ែត្រដល់ក្បាលរបស់គាត់ហើយដល់កបេនរបស់គាត់ហើយគាត់ដឹកចាស់ដែលទៅលៀងកលៀនអីហ្នឹងអញ្ចឹងឡានបើហ្នឹងគឺឡានដែលដឹកអ្នកជំងឺអញ្ចឹងហើយយកច្បាស់ពីកលស័កយើងនឹងអាចបកស្រាយបន្ថែមជានឹងទៀតទៅនៅពេលក្រោយទី2យើងយល់អំពីបរិបទពិតនៃជីវិតរបស់មនុស្សយើងពេលដែលកើតមកក្នុងជាតិនេះគឺមិនមែនដោយសារតែរលុយចិញ្ចឹមកាពះជីវិតរបស់យើងដើម្បីតែមានក្រុមគ្រួសារមានកូនមួយចំនួនបន្តវេនតែប៉ុណ្ណោះនោះទេទស្សនៈពីមុនគឺបែបវិស្នាកម្មតែឥឡូវនេះយើងឃើញទេថាមានមនុស្សជាច្រើនគឺអត់មានការទេអត់ការហើយអត់មានកូនអ្នកខ្លះការហើយអត់យកកូនឬក៏ថាយកកូនក៏យកកូនតែមួយកាលពីចំនួនរបស់ខ្ញុំនេះខ្ញុំកើតឆ្នាំ1952ខ្ញុំកាលពី70ជាងឆ្នាំមុនកាលហ្នឹងគឺឆ្នាំដែលខ្ញុំកើតថាកូនកើតច្រើនណាបាទគឺស្ថិតិថាកូនកើតជាង40,000នាក់កម្មតែពេលប្រហែល10ឆ្នាំមកនេះគឺជាមធ្យមគឺសល់តែ37,000នាក់កម្មតែមកដល់ឆ្នាំនេះខែ10បាទមកដល់ឆ្នាំនេះខែ10គឺអត្រាកើតគឺតែ90,000នាក់តែប៉ុណ្ណោះបាទអ្នកនរគ្នាសាក់និយាយមើលយើងពឹងទៅលើការបន្តវេនស្នងតកូលណាការគិតបែបដូចនេះគឺហាក់បីដូចជាមិនស័ក្តិសមនឹងពេលវេលាលើនេះទេគឺដូចជាការសែនដូនតាមិនว่าយើងមានកម្មវិធីសែនដូនតាពីមុនពេលដែលយើងស្ពះដូនតាផ្លាប់ឡើងដូនតាគឺបងប្អូនគឺត្រូវមានផ្លាប់ឡើងដូនតាម្នាក់មួយពីមុនគឺអញ្ចឹងតែឥឡូវនេះគឺថ្ងៃក្រោយគឺយើងមិនមែនបងប្អូនស្ពះរឿងខ្លួននេះគឺយើងស្ពះរួមគ្នាគឺរៀងរាល់ថ្ងៃបុណ្យឆេងមេងអាទិត្យទី1គឺយើងនៅអារាមធម្មការសគឺយើងនឹងមានការសំពះដល់ព្រលឹងដូនតាក្រុមបកងចុងចឹងបពបរោះធម្មការសចឹងថ្ងៃក្រោយគឺយើងនឹងមានផ្លាប់ឡើងដូនតាពាក់បរោះនឹងរៀមច្បងនៅក្នុងធម្មការពសក្នុងសម័យការពសនៅក្នុងក្រុមបកងចុងចឹងយើងគឺនឹងមានផ្លាប់ឡើងរួមគ្នាតែមួយដែលយើងថ្វាយបង្គំសែនទាំងអស់គ្នាចឹងនៅក្នុងពេលវេលាមួយនេះគឺនៅពេលដែលឆ្លាស់វែងមួយម៉ែនេះគឺថាព្រះតែដល់លើមានការប្រទានធម៌ឲ្យយើងមកទទួលធម៌គឺអាចរក្សាសិលសាងធម៌គឺរក្សាសិលគឺរក្សាលើកកម្ពស់ចិត្តញាណរបស់យើងបប្រតិបត្តិគឺយើងឃើញគេណាក៏ដោយគឺថាយើងនិយាយធម៌ឲ្យគេស្ដាប់ចឹងយើងស្ដាប់ធម៌នៅពេលនេះក៏ដោយយើងស្ដាប់ធម៌យើងនិយាយធម៌ឲ្យគេស្ដាប់នៅពេលដែលយើងបង្ហើបវាចាយើងទៅយើងមកគេហើយនោះគឺយើងបង្ហាញអំពីទឹកចិត្តមេត្តាករុណាដោយពោធិសត្វអញ្ចឹងដើម្បីដូចជាព្រះស្ដាប់បកគលអញ្ចឹងដើម្បីទៅច្រឡំមនុស្សគឺយើងយកហេតុផលស្ដាប់ធម៌ណាល្អយើងយកធម៌ដែលយើងស្ដាប់ធម៌ល្អហើយយើងទៅនិយាយធម៌គេស្ដាប់គឺជាការបរិច្ចាគធម្មទានពីថាការបរិច្ចាគធម្មទានគឺទៅយើងមានបុណ្យកុសលទៅមានបុណ្យកុសលទៅអាចការប្រវេសនារបស់យើងគឺយើងសុទ្ធតែអាចមុននឹង129,600ឆ្នាំមុនគឺយើងនៅឋាននិព្វានគឺយើងព្រលឹងរបស់យើងនៅឋាននិព្វានកន្លែងមេដាត្រៃភពនោះគឺមកដល់ឋានកដាលពេលដែលមកដល់ឋានកដាលហើយគឺឆ្លងកាត់ការវល់នៃវិវត្តសង្សារនៅក្នុង
ច្បាប់ក្បួននៃកម្មផលនេះអ្នករក្សាសិលមានឱកាសរក្សាសិលគឺអាចត្រឡប់ដល់ឋានលើវិញអ្នកដែលមានឱកាសរក្សាសិលទេគឺត្រឡប់ដល់រង្វង់កម្មផលពេលត្រឡប់ដល់រង្វង់កម្មផលនេះគឺអាចទៅដល់ស្ដេចយមរាជមានការកាត់ក្តីហើយគឺចាប់ជាតិទៀតគឺថាវល់ក្នុងវិវត្តសង្សារជាច្រើនជាតិដូច្នេះហើយយើងឃើញឥឡូវនេះគឺថាមានអ្នកខ្លះគាត់រស់នៅប្រទេសដែលជឿនលឿនសេដ្ឋកិច្ចល្អអ្នកខ្លះទៀតគឺថាកើតនៅតំបន់អន់ថយហើយអ្នកខ្លះកើតនៅចំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនហើយក៏មានអ្នកខ្លះកើតនៅកន្លែងអ្នកមានលុយនិងអ្នកអត់មានលុយហើយនៅក្នុងហ្នឹងក៏មានអ្នកដែលមានសុខភាពល្អនិងអ្នកដែលមានសុខភាពឈឺច្រើនសុខភាពល្អហើយក៏មានទៀតអ្នកខ្លះកើតមកថាកូនអត់កតញ្ញូអ្នកខ្លះទៀតគឺកូនដែលកន្លងធម៌អ្នកខ្លះទៀតគឺនិយាយស្ដីគឺថាគ្មានអ្នកគេស្ដាប់ហើយមានអ្នកខ្លះគេថានិយាយតែមួយម៉ាត់ទេបាទគឺគេស្ដាប់គេគោរពតាមគឺមានថាមនុស្សម្នាក់គឺមានវាសនាមិនដូចគ្នាទេមិនថាយើងនៅប្រទេសមួយណានោះទេការរស់នៅមានជីវភាពល្អមិនល្អគឺមានខុសគ្នាហើយក៏មានអ្នកល្អមានអ្នកមិនល្អតែអស់នេះប្រសិនយើងយល់ច្បាស់ហេតុផលខាងលើនេះហើយមិនថាយើងអត់យល់អំពីបរមពិតនៃជីវិតរបស់មនុស្សយើងទេគឺយើងអាចបន្ទោសមេឃបន្ទោសដីបន្ទោសគេបន្ទោសអ្នកនេះបន្ទោសអ្នកនោះបន្ទោសអ្នកដែលនៅជុំវិញខ្លួនរបស់យើងបន្ទោសគេមានប្រយោជន៍អត់បន្ទោសគេមានប្រយោជន៍គឺយើងបន្ទោសគ្នាទៅក៏តែបន្ទោសអត់មានប្រយោជន៍យើងបន្ទោសគេទៅអីហើយយើងត្រូវយល់ច្បាស់យល់អំពីបរមពិតនៃជីវិតមនុស្សយើងសភាពពិតនៃជីវិតគឺកើតមកគឺដើម្បីតែជួយសង្គ្រោះសត្វលោកជួយសង្គ្រោះបាទបងប្អូនរបស់យើងជួយការងារដល់ឋានលើអញ្ចឹងហើយបងប្អូនរបស់យើងហើយបានជាគាត់មកវិញតែគាត់អត់ដឹងកើតមកពីណាទេហើយអត់ដឹងថាស្លាប់ទៅគឺត្រូវត្រឡប់ទៅណាវិញគឺគាត់អត់ដឹងគឺចឹងគាត់អត់ដឹងគឺគាត់នឹងមកវិញនៅឋានលោកីនេះកាលពីប្រហែលថ្ងៃមុនគឺថាមានមន្ត្រីម្នាក់ខ្ញុំអត់ចង់បង្ហើបឈ្មោះគាត់ទេគឺមន្ត្រីកាន់ខាងច្បាប់ហ្នឹងពេលតែគាត់ទិញផ្ទះល្វែង4ផ្ទះ4ល្វែងគេថាគាត់អាយុប្រហែលជាខ្ទង់70ឆ្នាំហើយគាត់ទិញគេថាគាត់ដាក់ឈ្មោះលោកបណ្ឌិតចាងរបស់យើងបណ្ឌិតចាងរបស់យើងគាត់នៅក្មេងហើយនឹងរាជច្បងជ្រីយាវរាជច្បងជីងហ៊ុយហើយមានអ្នកគេទៀតគឺសរសេរឈ្មោះបាទឲ្យរាជច្បងប្រហែលអ្នកបាទដើម្បីឈរឈ្មោះខ្ចីលុយធនាគារបាទក៏ដាក់ឈ្មោះពួកគាត់ខ្ចីលុយធនាគារអញ្ចឹងការស្នើលុយធនាគារគឺទំហំទឹកលុយធំហើយស្នើអត់បានខ្ចីលុយធនាគារបានហើយគាត់សួរខ្ញុំហើយខ្ញុំក៏បានសួរគាត់តែ4សំណួរទេថាលោកមន្ត្រីទី1តើលោកអាយុប្រហែលហើយគាត់ថាគាត់អាយុ7ជាងអាយុខ្ទង់7ទី2ខ្ញុំសួរគាត់ថាតើឋានលើឲ្យលោកគឺមិនគ្រាន់ទេអ្វីពេលលោកអាយុ30ជាងអាយុក្មេងគឺបានធ្វើជាអ្នកមន្ត្រីកាន់ខាងច្បាប់គឺធ្វើអស់7អាណត្តិគឺមិនងាយស្រួលនោះទេទី3អាយុ50ដឹងអំពីបេសកកម្មអ្នកខ្លះថាมันអាចពេញលេខបរិបូរបានទេអ្នកខ្លះថាគាត់ធ្វើជាមន្ត្រីតែសុភមង្គលគឺអត់សូវមាននៅក្រុមគ្រួសារគាត់មិនប្រកាសថារលុយបានច្រើនហើយគាត់ក៏មិនប្រកាសថាមានអំណោយទានក៏តែគាត់ថាខ្ញុំនិយាយថាគាត់ថាត្រូវសុនរីត្រូវហើយខ្ញុំថាគាត់ថាខ្ញុំនិយាយអស់សិនទី4ឥឡូវនេះគឺនៅតៃវ៉ាន់គឺថាអាចរណទ្រព្យគឺឡើងរហូតបាទគឺគ្មានអ្វីឡើងរហូតនោះទេដឹងទេដោយសារតែវិនិយោគទុនពីខាងក្រៅមកហ្នឹងបាទគឺគេថាដាក់ទុនច្រើនគ្នាពេកបាទអញ្ចឹងអ្នកវិនិយោគទុនតៃវ៉ាន់ច្រើនអញ្ចឹងហើយប្រជាជនកាន់តែតិចហើយសង្គមគាត់ថាសុទ្ធតែមនុស្សចាស់ច្រើនហើយក្មេងៗកើតជំនាន់ក្រោយគឺតិចហើយផ្ទះក៏ច្រើនផ្ទះនៅទំនេរនេះគឺច្រើនមែនតើប្រហែលជា15ឆ្នាំគឺអត់មានបញ្ចុះតម្លៃទេផ្ទះហ្នឹងនៅក្នុងពេលនេះគឺកំពុងតែចូលដល់របបបត់បែនដែលកំពុងតែធ្លាក់ថ្លៃមិនមកជាលោកទៅខ្ចីធនាគារទៀតខ្ញុំនិយាយតែ4ចំណុចគាត់ថាគាត់ស្ដាប់យល់ហើយខ្ញុំថាលោកមិនត្រូវតែស្ដាប់យល់ទេគឺលោកត្រូវតែបញ្ញាប់ទៅសាងធម៌បដិបត្តិឬយកលោកត្រូវតែបញ្ញាប់ទៅច្រឡំមនុស្សលោកមានបណ្ដាញមនុស្សច្រើនផ្សេងទៀតលោកអត់មានបេសកកម្មទេគឺលោកមិនមករកខ្ញុំទេលោកក៏មិនមែនចេះតែនៅក្នុងទីលានធម៌ជួយការងារទីលានធម៌នោះទេប៉ុន្តែលោកអាសាមកប្រភេទហើយមកជួយការងារទីលានធម៌ហើយអញ្ចឹងលោកក៏បន្សល់ទុកគឺនៅបនកសលមិនមែនបន្សល់ទុកផ្ទះនោះទេលោកអត់មានក្រុមគ្រួសារលោកគឺនៅព្រៅណាហើយលោកមានតែម្នាក់ឯងថារលុយច្រើនពេកធ្វើអ្វីបាទអញ្ចឹងរឿងខ្ចីធនាគារបានក៏តាមហ្នឹងទៅបាទហើយកុំឲ្យថារលុយច្រើនធ្វើអីគឺចំណេញលុយមានលុយចំខ្លួនឯងរស់ទៅបានហើយមានពេលវេលាគឺកុំឲ្យខ្ជិះខ្ជាយកពេលមកធ្វើបុណ្យវិញ
ដែលអាចមកជួយដល់មនុស្សជាច្រើនលោកអាចបំរើមនុស្សលោកបានច្រើនប៉ុណ្ណាគឺធ្វើប៉ុណ្ណឹងទៅខ្ញុំប្រាប់គាត់អញ្ចឹងហើយបើថាលោកគឺត្រូវតែការពារខ្លួនឯងដើម្បីលើកកម្ពស់ចិត្តញាណរបស់លោកទី4យល់ច្បាស់ហេតុផលរំសាយនៅកម្មផលផ្សេងអ្នកអត់ដឹងហេតុផលគឺជាអ្វីគឺលោកមិនខ្លាចមេឃមិនខ្លាចដីអ្នកមិនខ្លាចមេឃមិនខ្លាចដីអ្វីក៏អ្នកហ៊ានធ្វើអ្វីសពបែបយ៉ាងគឺមិនថាលោកធ្វើឲ្យគឺចប់នោះទេគឺយើងហៅទេវតាគឺជាធានកងគឺមានថាមេឃគឺយុទ្ធធនណាអញ្ចឹងធានកងគឺមិនមែនជាជីតារបស់យើងទេថាយើងហៅគាត់ជាជីតាអញ្ចឹងយើងគឺជាចៅរបស់មេឃយើងគឺជាកូនព្រះបាទអញ្ចឹងហៅថាទេវតាគឺធានកងគឺប្រអិនគឺយុទ្ធធនបំណែកថាប្រអិនយុទ្ធធនចឹងហើយបានជាឲ្យមនុស្សយើងមានជាភាពខុសៗគ្នាទៅគេថាទៀតគេថាដួលពុកទាំងដួលគឺអាចរើសដបងពេជ្រផងដែរខ្លះទៀតគេថាធ្វើការងារច្រើនហត់នៅតែមិនចំណេញលុយច្រើនហើយក៏អត់សូវសល់លុយច្រើនហើយធ្វើការងារឡើងបែកយើងខ្លះក៏អត់មានគេសរសើរថាល្អនោះទេអ្នកខ្លះថាគាត់ធ្វើអីក៏ដោយគឺតែងតែគេសរសើរអត់មានធ្វើអីក៏ដោយអត់មានធ្វើអីសោះគាត់តែគាត់ជួតតុកតាមផ្លេចគេថាអូអ្នកឯងយកទៅដាក់ធ្វើការមែនបុគ្គលិកល្អហើយថាគេក៏បានមានមូលដ្ឋានគ្រឹះដល់ល្អគេតែកសាងអំពើបុណ្យចិត្តមិនច្រើនដូចជាលោក Nvidia ដែលគាត់គឺជាmillionaire កាលពីមុនគាត់ថាអ្វីដែលគាត់កន្លងមកគឺសំខាន់ណាស់មិនគាត់និយាយអញ្ចឹងថាតែគាត់គឺជាតៃវ៉ាន់គឺគាត់ទៅស្នាក់នៅប្រទេសអាមេរិកបាទពេលតែគាត់អាយុជាង10ឆ្នាំគាត់ថាគាត់ធ្វើការនៅអាមេរិកគឺធ្វើជាអ្នកលាងចាននៅភោជនីយដ្ឋានលាងស្អាតមែនតើរៀបចានឡើងស្មើឡើងស្អាតអញ្ចឹងគេថាស្បែកសគឺនៅសង្គមស្បែកលឿងគឺនៅសង្គមស្បែកសបាទតែគាត់ទៅនៅប្រទេសអាមេរិកហ្នឹងគេថាគេក៏មើលមកលោកគាត់ហ្នឹងថាហាក់បីដូចជាសញ្ជាតិផ្សេងចូលមកទឹកដីគេអញ្ចឹងណាក៏តែគាត់ខិតខំប្រឹងប្រែងធ្វើការហើយក៏លោក manager ក៏បានឲ្យគាត់ធ្វើជាអ្នករត់តុកវិញហើយគាត់ថាគាត់ត្រូវធ្វើម៉េចគាត់ថាអ្នកឯងញ៉ាំទៅសោចទៅឃើញភ្ញៀវចូលគឺញ៉ាំដាក់ភ្ញៀវឲ្យសួរភ្ញៀវថាកំងមហូបអ្វីទៅបានហើយតែស្អាតតែបែបដូច្នេះពីលាងចានរហូតដល់ធ្វើជាអ្នករត់តុកហើយរហូតគាត់រៀនដល់មហាវិទ្យាល័យហើយគេថាគាត់មកដល់ភោជនីយដ្ឋានហ្នឹងគេថាគាត់កាន់តែធ្វើការកាន់តែមានការរីកចម្រើនហើយគេក៏បានឃើញតកែម្នាក់គាត់មកកំងកាហ្វេមួយកែវហើយកំងកាហ្វេមួយកែវហើយក៏បាននិយាយមួយតកែភោជនីយដ្ឋានហ្នឹងហើយតកែភោជនីយដ្ឋានក៏បានប្រាប់មិត្តភក្តិគាត់ថានេះគឺហងយិនស៊ីងគេថាគាត់គឺជាអ្នកដែលយកទៅដាក់ធ្វើការលោកចង់វិនិយោគទុនប្រទេសជាតិខ្ញុំអត់សូវយល់ទេតែគាត់ថាបុគ្គលិកនេះគឺថាលោកអាចយកទៅធ្វើការជាមួយបានអញ្ចឹងអ្នកវិនិយោគទុនក៏បានទេទូរស័ព្ទទៅឲ្យបុគ្គលិកឈ្មោះហងយិនស៊ីងខ្ញុំថាឮថាលោកគឺជាបុគ្គលិកដ៏ល្អអញ្ចឹងសង្ឃឹមថាលោកមកធ្វើការមួយខ្ញុំអញ្ចឹងគាត់ក៏បាននិយាយប្រាប់តកែរបស់គាត់ហ្នឹងកែរបស់គាត់ក៏បានដាក់ទុនជាមួយគាត់ក៏បានធ្វើការរកស៊ីជាមួយគ្នាបាទឲ្យលោកហងយិនស៊ីហ្នឹងធ្វើការជាមួយគាត់អញ្ចឹងលោកតកែហ្នឹងក៏គាត់ទទួលបុគ្គលិកឈ្មោះហងយិនស៊ីដែលធ្វើការនៅភោជនីយដ្ឋានដោយណែនាំដោយតកែភោជនីយដ្ឋាននោះគាត់ថាគាត់ខិតខំធ្វើការដល់ឥឡូវនេះគឺខ្លាយទៅជាតកែប្រទេសឈិបទូទាំងពិភពលោកបាទអញ្ចឹងថាគាត់អាចធ្វើជាបាទមានអ្នកដែលគាត់ធ្វើជា fiber បាទធ្វើជាកាបូបស្បែកបាទជំនួសឲ្យស្បែកចាថាសិនជាអ្នកដែលបានឬច្បងនៅប្រទេសអូស្ត្រាលីថាគាត់បានធ្វើការស្រាវជ្រាវនៅការប្រើនៅស្បែកឈើដើម្បីធ្វើជាវត្ថុជំនួសឲ្យស្បែកបាទចឹងស្បែកឈើជំនួសឲ្យស្បែករបស់សត្វអញ្ចឹងគេកំពុងរងចាំការផ្ដល់នៅអាជ្ញាប័ណ្ណជើងគាត់ចាថាលោកហងយិនស៊ីងទៅពេលតែគាត់ធ្វើការនៅអាមេរិកពីអ្នកលាងចានដល់អ្នករត់តុករហូតដល់ធ្វើជាអ្នកបុគ្គលិកក្រុមហ៊ុនរហូតដល់ធ្វើជាតកែប្រទេសឈិបទូទាំងពិភពលោកហើយគាត់គឺជាអ្នកដែលនៅប្រទេសតៃវ៉ាន់បើនៅតៃវ៉ាន់គេថាគាត់បានទៅដល់អាមេរិកធ្វើការរហូតដល់ធ្វើជាសេដ្ឋីទូទាំងពិភពលោកហើយក៏គាត់ត្រឡប់មកដល់តៃវ៉ាន់ស្រុកកំណើតរបស់គាត់វិញ
គេថាគាត់បានបង្កើតនៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីបច្ចេកវិទ្យាប្រទេសឈីបនេះនៅតៃវ៉ាន់ហើយថាគាត់មានវិស្វករច្រើនហើយគាត់គឺមានការចូលចិត្តផ្សងព្រេងហើយចូលចិត្តទៅបង្កើតអ្វីដែលជាបច្ចេកវិទ្យាថ្មីអញ្ចឹងការនោះគឺថាសេដ្ឋកិច្ចតៃវ៉ាន់គឺមានការរីកចម្រើនដោយសារតែមានការបង្កើតប្រទេសឈីបហ្នឹងបាទអញ្ចឹងហើយធ្វើឲ្យសេដ្ឋកិច្ចតៃវ៉ាន់គឺកើនឡើងអញ្ចឹងហើយសេដ្ឋកិច្ចគឺមានការកើនឡើងហើយប្រទេសចិនគឺមានការរីកចម្រើនហើយប្រទេសជប៉ុនគឺមានការអន់ថយបាទអន់ថយផ្នែកបច្ចេកវិទ្យាបាទរីឯយើងវិញគឺយើងធ្វើការរស់ស៊ីបែបបុរាណក៏មានការរងផលប៉ះពាល់ដែរគេថាមានលោកកអាយុមួយគាត់បាននិយាយថាស៊ូនីវឥឡូវនេះគេថាហើយនឹងមានថាភាសាតៃវ៉ាន់គឺមានថាមានអ្វីដែលមិនល្អអញ្ចឹងកាលពីមុនវិញគេថាឆាំគឺថាគឺវេទនាណាស់ហើយថ្មីនេះគឺបាននិយាយមកខ្ញុំថាស៊ីវាថាអាចស្លាប់ចឹងតែកំពុងតែរងចាំគឺពិតជាអញ្ចឹងមែនគឺសេដ្ឋកិច្ចគឺមិនល្អឆ្នេះហើយនៅពេលដែលយើងយល់ច្បាស់ហេតុផលហើយទើបយើងអាចរំសាយកម្មផលចឹងថាហេតុជាកន្លងទៅគឺសំខាន់ពីព្រោះតើនេះគឺសុទ្ធតែមានហេតុសាយផលតបស្នងថាយើងអំពីហេតុផលនៃកម្មផលតបស្នងថាយើងយល់ច្បាស់ហេតុផលហើយគឺយើងធ្វើរឿងអ្វីមួយក៏ដោយគឺយើងនឹងប្រុងប្រយ័ត្នជានិច្ចគឺយើងមិនប្រព្រឹត្តអំពើខុសឆ្គងតើនេះគឺអាចត្រឡប់មកលើខ្លួនយើងវិញអ្វីដែលយើងធ្វើចេញទៅចា៎ហើយយើងត្រូវស្ដាប់ធម៌ពេលហើយយើងបានស្ដាប់ធម៌គឺមានការរំលឹកដល់យើងជារៀងរាល់សប្តាហ៍បើមិនចឹងនេះគឺយើងងាយស្រួលនៅការវង្វេងនៅក្នុងមជ្ឈដ្ឋានខាងក្រៅគឺយើងត្រូវតែរំលឹកខ្លួនយើងហើយគឺយើងនៅរៀងរាល់ថ្ងៃពុទ្ធឬក៏ថ្ងៃព្រហស្បតិ៍ពេលយប់គឺយើងអាចស្ដាប់ធម៌តាមអនឡាញគឺនៅថ្នាក់លីស៊ីងប៉ាន់ថ្នាក់ជីងជាប៉ាន់គឺយើងមានវគ្គសិក្សា7ឆ្នាំនៅក្នុងព្រះវិហារគឺយើងតាមមកជាប់នឹងការរៀនសូត្រនៅព្រះវិហារនេះគឺយើងមានការលើកស្ទួយកម្រិតញាណរបស់យើងនិងការយល់ដឹងអំពីលើកកម្ពស់នៃចំណេះដឹងធម៌របស់យើងហើយយើងមានការកែប្រែទស្សនៈវិសនារបស់យើងមានការកែប្រែម្សិលមិញគេថាមានភរិយាផលគេអាយុម្នាក់បានមករកខ្ញុំគាត់នៅសៀងហៃគេថាគាត់មានអាគារ7កន្លែងអាគារសម្រាប់ខាងឧស្សាហកម្មហ្នឹងគឺគាត់បានជួលឲ្យគេបាទក៏ប៉ុន្តែខ្ញុំក៏បានរំលឹកដល់គាត់ថាតើលោកតកែស្រីគឺមានយល់ឃើញថារយៈពេល45ឆ្នាំមកនេះខ្ញុំនៅព្រះវិហារគឺខ្ញុំការងារបព្រះវិហារគឺអត់មានប្រាក់ខែទេគឺយើងធ្វើគេជាអ្នកបម្រើការងារនៅព្រះវិហារគឺអត់មានប្រាក់ខែទេហើយការងាររបស់ខ្ញុំគឺខ្ញុំបកគលឲ្យគេគ្រប់គ្រងជំនួសហើយគេក៏គ្រប់គ្រងបានល្អហើយខ្ញុំមានបាយញ៉ាំខ្ញុំមានលុយចាយមានលុយចូលបនសិនជាអ្នកចិត្តតែថាទៅរវល់ការងាររបស់អ្នកគឺថាអត់សូវមានលុយចំណេញច្រើនទេអញ្ចឹងអ្នកត្រូវសេរីចិត្តរបស់អ្នកឡើងវិញគឺរៀបចំ schedule របស់អ្នកគឺថាត្រូវប្រមូលដើមទុនមកវិញបកគលការងារនៅឲ្យគេវិញអញ្ចឹងលោកភរិយាផលកែយុក្រុមហ៊ុនគឺត្រូវតែជួយការងារព្រះវិហារបាទលើករាយការជួយការងារព្រះវិហារធ្វើការងារឋានលើតើនេះថាសេចក្ដីលោកភរិយាកែយុអាចធ្វើចឹងបានគឺពិតជាល្អមែនតើថារឿងនៅចិត្តនៃគុកយើងអត់អាចគ្រប់គ្រងស្ថានភាពបានទេដោយសារតែយើងនៅតៃវ៉ាន់ចេះថាដូចភ្នំបាយ៉ាងសិនរបស់យើងរយៈពេល5-6ឆ្នាំបាទគឺយើងចង់សាងសង់គឺសាងសង់កើតដោយសារតែរងចាំច្បាប់សាងសង់នៅភ្នំបាយ៉ាងរបស់យើងដែលកំពុងតែរងចាំការផ្ដល់នៅច្បាប់សាងសង់ទើបអាចសាងសង់បានអញ្ចឹងថាព្រះទេវតាគឺពឹងទៅលើបុណ្យកុសលរបស់យើងពេលបុណ្យកុសលរបស់យើងកសាងហើយគឺទៅបាច់ដោះស្រាយបញ្ហាបានតែយើងយល់ហេតុផលធម៌គឺអាចរំសាយនៅកម្មផលកាលពីម្សិលមួយថ្ងៃគឺខ្ញុំបានជួបបរិស័ទឥណ្ឌាលោហឡូហើយនឹងតាស៊ីហើយតាស៊ីហ្នឹងថាគាត់រៀនថ្នាក់បណ្ឌិតផងដែរហើយលោហឡូនេះពេលគាត់មកដល់តៃវ៉ាន់គឺគាត់ធ្វើការនៅតៃវ៉ាន់រៀន1ឆ្នាំគាត់តែគាត់រកការងារបានធ្វើហើយក៏បាននាំលោកគ្រូវ៉ាងជិនស៊ីយ៉ាងយើងគឺទៅដល់ប្រទេសឥណ្ឌាបាទហើយក៏បានប្រហាត់បរិញ្ញាបត្រភាសាចិនដល់ជនជាតិឥណ្ឌាហ្នឹង
ពីអ្នកពីអ្នករហូតដល់ជាង10អ្នកហើយក៏បានពង្រីកសាខាទៅកន្លែងថ្មីមួយទៀតគឺនឹងបើកថ្នាក់បរិញ្ញាសាចិនខ្ទង់20-30អ្នកបរិញ្ញាសាចិនចេះយើងទៅចម្លងថននៅប្រទេសឥណ្ឌាជំហានទី1ដោយសារតែមានបរិស័ទចូលជាតិឥណ្ឌាលោនេះគឺជាអ្នកណែនាំរយៈពេល6ខែហើយមកដល់ថ្ងៃនេះចេះរយៈពេល6ខែនេះគេថាគាត់ក៏បានដាក់ពាក្យនៅក្រុមហ៊ុនថៃជីទៀនហើយក៏បានជាប់សម្ភារបាទជាប់សម្ភារចេះថានៅក្នុងវិស័យរបស់អ្នកគឺអ្នកមានតែ53បន្ទុកទេអញ្ចឹងក្នុងជីវិតមាន53បន្ទុកខ្វះ2បន្ទុកទៀតអញ្ចឹងថាអ្នកខិតខំប្រឹងប្រែងធ្វើបុណ្យបាទអញ្ចឹងក៏ព្រះទេវតាឋានលើជួយបាទអញ្ចឹងបរិស័ទលោនេះគេថាគាត់បានការងារធ្វើគឺពិតជាមានអត្ថប្រយោជន៍ណាស់បាទដោយសារតែគាត់មានប្រាក់ចំណូលទៅប្រហែលជាគាត់ចិត្តសម្រាប់ទៀតធ្វើការលុយបាទអញ្ចឹងបរិស័ទឈ្មោះតាស៊ីជនជាតិឥណ្ឌាហ្នឹងគេថាគាត់មកដល់តៃវ៉ាន់គាត់រៀនថ្នាក់បណ្ឌិតបាទហើយគាត់រៀនចប់ហើយមុននឹងគាត់ចប់គេថាគាត់ត្រូវធ្វើការងារបន្ថែមទៀតគេថាគាត់ត្រូវរៀនផងធ្វើការផងជាមិនថាអត់មានតថាការកើតការទេក៏តែគាត់បានមកព្រះវិហារសំធរហើយគាត់បានច្រឡំមនុស្សហើយក៏គាត់បានជួយការងារព្រះវិហារមួយចំនួនហើយខ្ញុំក៏បានព្រះវិហារវិញក៏បានជួយដល់គាត់ខ្លះអញ្ចឹងគាត់ថាគាត់បានទៅស្នើនៅតថាការស្នាក់នៅបាទតថាការស្នាក់នៅតែមួយអាទិត្យគឺសុំបានបាទវីសាស្នាក់នៅហើយក៏ខ្ញុំបានជួបគាត់ខ្ញុំបាននិយាយមកគាត់ថាអ្នកត្រូវតែយល់ច្បាស់ហេតុផលទៅឲ្យរំសាយកម្មផលរបស់អ្នកមិនមែនថាអ្នកសមត្ថភាពខ្ពស់ឬក៏ទាបនោះទេគឺមិនមែនចឹងទេគឺសំខាន់គឺសំណាងរបស់អ្នកសពេបុណ្យរបស់អ្នកគ្រប់ឬមិនគ្រប់មិនគ្រប់គឺមានថាយីអូនរបស់អ្នកល្អមិនល្អយីអូនល្អគឺធ្វើអីក៏ល្អដែរយីអូនមិនល្អគឺធ្វើអ្វីក៏ល្អដែរអញ្ចឹងដូចលោកមន្ត្រីនឹងខ្ញុំបានសួរគាត់ថាបានជាលោកស្នើសុំធនាគារអត់បានជោគជ័យដោយសារតែអ្នកអត់មានបាទទុនទីអត់មានជាថាឋានៈឋានលើថាគាត់ធ្វើតែជាមន្ត្រីដល់គាត់ធ្វើជាមន្ត្រីថាអត់មានថែសារព្រះវិហារអត់បានថែសារព្រះវិហារអញ្ចឹងពេលតែគាត់បាទត្រូវដាក់ឈរឈ្មោះបោះឆ្នោតបាទអញ្ចឹងហើយពេលគាត់ឈរឈ្មោះជាអ្នកតំណាងរាស្ត្របោះឆ្នោតនោះគឺបោះឆ្នោតតំបន់នោះគឺថាតំបន់ដែលមិនដែលចាញ់ទេតែពេលគាត់ទៅកាន់គឺចាញ់តែម្ដងចាញ់សម្លេងឆ្នោតបាទអញ្ចឹងថាចាប់ពីគាត់យល់ហើយក៏គាត់ចាប់ដើមច្រឡំមនុស្សអញ្ចឹងថាយើងមានសំណាងយើងបានមកស្ដាប់ធម៌ហើយគឺយើងមានសំណាងយើងបានស្ដាប់ធម៌ហើយគឺយើងបានស្ដាប់ធម៌ជាងរាល់ថ្ងៃអាទិត្យឬក៏ថ្ងៃពុធនៅក្នុងវគ្គសិក្សាមេរៀនធម៌នេះបាទអញ្ចឹងយើងមានការលើកស្ទួយនៅកម្រិតចិត្តញាណរបស់យើងចេះថាយើងយល់ច្បាស់អំពីបរមបនិជីវិតយល់ច្បាស់អំពីកម្មផលហើយយើងលើកកម្ពស់នៅសារជាតិនៃដួងញាណរបស់យើងដោយសារតែអ្នកបានស្ដាប់ធម៌ចឹងសារជាតិនៃចិត្តញាណនឹងមានការលើកស្ទួយអ្វីដែលយើងមើលឃើញគឺមើលឃើញនៅផ្លូវល្អវិជ្ជមានបើមិនជាមិនស្ដាប់ធម៌មិនយល់ដឹងទេគឺថាយើងនឹងមានភាពអវិជ្ជមានយើងនៅតែបន្តច្រើនគឺយើងអាចងាយស្រួលនឹងធ្លាក់ខ្លួនឈឺអ្នកដល់គ្នាឃើញទេថាខ្ញុំនិយាយធម៌គឺខ្ញុំពោពេញដោយស្នាមញញឹមចែកដែលមេរៀនត្រូវអត់តែប៉ុន្តែថាយើងបន្តបណ្ដានៅទឹកចិត្តរីករាយគឺមិនងាយស្រួលនឹងបន្តបណ្ដានោះទេជាថារយៈពេលជាច្រើនឆ្នាំមកហើយគឺមានការលើកស្ទួយនៅសារជាតិនៃដួងញាណរបស់យើងហើយយើងមកឃើញគឺមើលឃើញតែផ្លូវល្អមើលឃើញសុទ្ធតែគិតតែផ្លូវល្អទាំងអស់នៅពេលយើងមើលឃើញល្អគឺយើងគិតវិជ្ជមានគឺយើងនិយាយចេញមកគឺពាក្យក៏ល្អដែរចាថ្ងៃនេះគេថាមាន15ចំណុចឥឡូវយើងមើលចំណុចទី6អត្ថប្រយោជន៍នេះគឺថាការសាងខ្លួនចិញ្ចឹមញាណជាការសាងខ្លួននៅយើងអ្វីៗទាំងអស់គឺរាងកាយបែងចែកជា3ទី1គឺរាងកាយយើងមើលឃើញគឺជាសាវកតែប៉ុណ្ណោះគឺត្រូវឲ្យគេបាទប្រើប្រាស់ជាឧបករណ៍តែប៉ុណ្ណោះទី2គឺព្រលឹងរបស់យើងមើលមនុស្សយើងពេលដែលយើងរស់គឺយើងមានចលនាតែមនុស្សយើងស្ដាប់ទៅគឺថាមិនមានចលនាទេកម្រើអត់កើតតែមនុស្សស្ដាប់នឹងអ្នករស់គឺដៃជើងគឺនៅហើយបែបបានជាអ្នកខ្លះមានហើយបែបបានជាមិនមានកាយវិការអញ្ចឹងពេលនៅរស់គេថារាងកាយពេលស្ដាប់ទៅគេថាសាកសព
គឺខុសគ្នាថងថាព្រលឹងហ្នឹងគឺចាក់ចែងទៅគឺទៅជាសាកសពហើយបានអញ្ចឹងយើងមានព្រលឹងហើយមួយទៀតគឺថាគឺជាទីប្រឹក្សារបស់យើងគឺជាគំនិតទាំងគំនិតនេះគឺថាពាក់ព័ន្ធនឹងមិត្តភ័ក្តិដែលយើងរាប់រកបាទតំណែងបាទទ្រព្យសម្បត្តិរបស់យើងគឺមានពាក់ព័ន្ធដែរគឺដូចជាស្វាអញ្ចឹងបាទចេះថាយើងមានរាងកាយគឺអត់ចេះតែធ្វើអំពើអាក្រក់ទេគឺគំនិតជាអ្នកអូសទាញគឺទីប្រឹក្សាជាអ្នកអូសទាញគឺគំនិតនឹងឯងចេះថាយើងបានចូលរួមនៅក្នុងព្រះវិហារគឺយើងបានស្ដាប់ធម៌យើងមិនបានស្ដាប់ឬមិនបានស្ដាប់គឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងការសាងខ្លួនការរក្សាសិលរបស់យើងចាយើងស្លេះត្រឹមប៉ុណ្្នេះសិននឹងនិយាយតទៀតនៅពេលក្រោយជាចុងក្រោយជួបបងប្អូនគ្នាមានសុខភាពល្អសប្បាយរីករាយជានិច្ចសូមអរគុណដល់សូមសង្ក្រោះឈរឡើងតែបានលើចាយការសៀតស្តាទើសូមនៅស្បៃសានសូមអញ្ជើញអង្គុយចុះអ្នកនរគ្នាបច្ចុប្បន្នអរគុណដល់អត្តសសូមនៅតែបានចែកម្លែកឲ្យយើងបានដឹងមេរៀនកន្លែងនេះតែប៉ុន្តែក្នុងជីវិតរបស់មនុស្សយើងគឺថាមានឱកាសជាច្រើនគឺយើងអាចឆ្លងកាត់ការខិតខំប្រឹងប្រែងរៀនសូត្រដោយយកចិត្តទុកដាក់ទៅឲ្យការបានចឹងហើយព្រះទរហាលើគឺសុទ្ធតែតែងលើកទឹកចិត្តយើងការរក្សាសិលដើម្បីបណ្ដុះគុណធម៌ចឹងហើយយើងជឿជាក់ទៅលើកម្មផលកុំតែយើងមិនមែនទុនខ្សោយនៅក្នុងការទទួលយកនោះទេចឹងយើងដឹងការជ្រើសរើសគឺជាជំរើសមួយដ៏ល្អសម្រាប់យើងគឺមិនថាយើងរៀងល្ងងរៀងទុនជ្រេមិនមែនចឹងនោះទេគឺយើងត្រូវធ្វើយ៉ាងដើម្បីខ្លួនយើងកាន់តែល្អឆ្នៃយើងអាចជ្រើសរើសនៅផ្លូវសាងបដិបត្តិធម៌ចឹងយើងសម្រាប់ផ្លែសិនបន្តទៀតយើងត្រឡប់មកមេរៀនរបស់យើងបន្តទៀតសូមអរគុណ